សួស្តីអ្នកទាំងអស់គ្នាចាត្រឡប់មកវិញជាមួយនឹងវីដេអូថ្មីហ្នឹងហើយខានជួបគ្នាយូរខែយូរឆ្នាំហើយដោយសារតាតាំងពីUltimate ចេញមកគឺខ្ញុំលេងបានតាធ្វើដូចជាមិនវីដេអូទេដោយសារតាកាលនោះខ្ញុំលេងនៅ single player ទៅវាពិបាកលេងពេកអញ្ចឹងណាវាមិនពិបាកអីទេពិបាកក្នុងការបង្កាត់សัตว์បង្កាត់អីអញ្ចឹងណាដោយសារតែវានីតិអត់ដើរនៅពេលដែលយើងអត់ចូលលេងពេលអញ្ចឹងទៅខ្ញុំក៏ឈប់លេងទៅតាំងពេលនោះមកដល់ហើយឥឡូវនេះគឺខ្ញុំចូលលេងវិញហើយគ្រាន់តែខ្ញុំចូលលេងនៅ map Ragnarok ហ្នឹងហើយគ្រាន់តែឥឡូវហ្នឹងគឺខ្ញុំនៅក្នុង map The Island ទេដោយសារតែខ្ញុំចូលមក map The Island ហ្នឹងដើម្បីរត់បើកnote អ្នកនរគ្នាបើកប្រអប់ដើម្បីបើកឲ្យវាឡើង level លឿនអញ្ចឹងណាព្រោះថានៅពេលដែលវាបាន level ខ្ពស់ទៅខ្ញុំនឹង transfer hero ហ្នឹងយកទៅលេងនៅmap Ragnarok ហើយណាមួយ server ដែលខ្ញុំចង់លេងនៅ map Ragnarok ហ្នឹងវាកំពុងតែមានបញ្ហារឿងចេះតែ rollback អ្នកនរគ្នាលេងបាន 3-4 នាទីអញ្ចឹងវា rollback ថយក្រោយរហូតអញ្ចឹងណាអញ្ចឹងពិបាកចូលលេងមែនតើអញ្ចឹងទៅខ្ញុំចូល map The Island roll level សិនទៅហើយចាំមើលវាបានlevel ធំបន្តិចហើយណាមួយ server នោះវាដើរស្រួលវិញចាំយើង transfer hero នោះយកទៅលេងនៅក្នុងអញ្ចឹងហ្នឹងហើយដូចជាខ្ញុំដើរបើក note បានខ្ទង់ level 5ជាងដែរដល់ហើយទៅខ្ញុំក៏បិទហ្គេមឈប់លេងសិនទៅដោយសារខ្ញុំរវល់ចឹងទៅចាំពេលខ្ញុំតនេខ្ញុំដើរបើកអាហ្នឹងទេចឹងណាបើសិនជាយើងមានសត្វហោះមានគ្នានៅក្នុង server ហ្នឹងអត់អីអ្នកគ្នាខ្ចីសត្វគេជីដើរបើកប្រអប់ទៅវាឡើង level លឿនចឹងណាតែនេះខ្ញុំរត់ថ្មើរជើងវាវាយូរដែរខ្ញុំចំណាយពេលឡើងចិត្ត20នាទីបាន level ខ្ទង់បាន53អីនេះភ្លេចបាត់ហើយ50ទេភ្លេចហើយហ្នឹងហើយបាន level ខ្ទង់ប៉ុណ្ណឹងតែអត់អីទេតាមតាណាទៅជាអត់មានសត្វហើយណាមួយខ្ញុំបុកវាថាបុក up speed ដែរតែពេលអញ្ចឹងរត់រៀងលឿនដែរហើយសំខាន់បើសិនជាយើងស្គាល់ទីតាំងប្រអប់ហ្នឹងគឺយើងលឿនអញ្ចឹងយើងបើកបានលឿនអញ្ចឹងណាបើតែមានសត្វហោះអីមួយមករត់តែស្រួលទេណាចាហើយចាំមកយើងបាន level ធំហើយ server នោះវាដើរស្រួលវិញយើង transfer ទៅលេង server ទៅលេងmap Ragnarok ចាព្រោះថា map The Island យើងលេងនៅអាប់ចាស់របស់យើងមកឡើងរាប់ឆ្នាំហើយចាអញ្ចឹងយើងដូរ map ម្ដងទៅលេង map Ragnarok វិញខ្ញុំចង់លេង map ហ្នឹងយូរហើយគាត់ថាដែលមានឱកាសបានលេងអញ្ចឹងណាព្រោះធ្លាប់តែមើលគេលេងនៅក្នុង PC អញ្ចឹងទៅស្រឡាញ់ map នងដែរហើយអញ្ចឹងក៏ចង់ទៅលេងហើយចំពោះអាក់ចាស់របស់យើងគឺខ្ញុំអត់ដែរបានលេងទេនិយាយទៅទាំងថ្មីទាំងចាស់អត់ដែរបានលេងអញ្ចឹងណាតបទៅចូលលេងវិញហ្នឹងឯងហើយអាក់ចាស់គឺខ្ញុំអត់បានលេងទេអ្នកនរគ្នាដែរឆាសួរខ្ញុំឲ្យបើក server នៅក្នុងអាក់ចាស់ហ្នឹងគឺខ្ញុំអត់បានបើកទេអ្នកនរគ្នាដោយសារតាដឹងស្រាប់ហើយថាវាអត់មាន update ហើយនឹងចូលវាយមេអីអត់កើតអញ្ចឹងដើម្បីអញ្ចឹងវាលេងអត់ទៅមុខទេវាលេងនៅដដែលវាពិបាកអញ្ចឹងណាវាអត់និយាយទៅវាអត់មានអីថ្មីអញ្ចឹងខ្ញុំក៏ពិបាកដែរអញ្ចឹងមានតែមកលេងនៅ map ថ្មី server Ultimate នេះទេអ្នកនរគ្នាអាចចូលលេងបានចាំពេលខ្ញុំserver នៅ map Ragnarok វាដើរស្រួលខ្ញុំ transfer ទៅចាខ្ញុំប្រាប់ឈ្មោះ server អ្នកនរគ្នាហ្នឹងហើយដើម្បីបានចូលលេងជុំគ្នាអញ្ចឹងណាហើយខ្ញុំលេង PVE អ្នកនរគ្នាខ្ញុំអត់ស្រីចេះលេង PVP ទេព្រោះថាទៅលេងក៏មិនកើតដែរព្រោះអត់ចេះទៅវាយអីគេទេសេរីបានតែបង្កាត់សัตว์ហើយនឹង farm ទេបើថាឲ្យទៅវាយគេវាយមិនឈ្នះទេហើយចំពោះវីដេអូនេះដែរគឺអត់មានអីទេអ្នកនរគ្នាគ្រាន់តែrecord ដើរបើក map អីបើក map ដើរបើកប្រអប់ចាដើរបើក roll level អញ្ចឹងណាហ្នឹងហើយមានអីបាន level ខ្ទង់53អីដឹងណាភ្លេចបាត់ហើយល្បាក់ហ្នឹងហើយទៅខ្ញុំហៀកដាក់ speed ផងអីផងកុំឲ្យ view វីដេអូអញ្ចឹងណាហើយណាមួយកន្លែងខ្លះទៅក៏កាត់ចោលខ្លះអីចឹងទៅកុំឲ្យវាវែងឆ្ងាយពេកតែវែងពេកខ្ញុំក៏ផុសអត់ចាញ់ដែរហ្នឹងហើយវាពិបាកតឹងធំអញ្ចឹងដែរហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងអ្នកនរគ្នាជារត់ឡើងរត់ទៅរត់មកខ្ញុំអ្នកមើលហ្នឹងក៏ខ្ញុំវិលមុខដែរហ្នឹងហើយអ្នកនរគ្នាវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេចាំយើងជួបគ្នានៅវីដេអូក្រោយបាយបាយ